បាទសួស្តីអ្នកនរគ្នាក្នុងវីដេអូនេះខ្ញុំបង្ហាញទាក់ទងនឹងធ្វើជា calculator អាចធ្វើការបូកលេខឬក៏ដកអាស្រ័យនេះតែនៅក្នុងនេះខ្ញុំបង្ហាញវិធីបូកតែយើងប្រើតែ HTML សុទ្ធទេណាអត់មាន JavaScript អត់មានអីអញ្ចឹងឧទាហរណ៍តនេះយើងអាចចុចឡើងតម្លៃឬក៏កែឬក៏វាយចូលផ្ទាល់ក៏បានដែរណាអញ្ចឹងតនេះវាកែប្រែអូតូម៉ាទិកណាអូខេឥឡូវចូលទៅមើលបងប្អូនគ្នាណាអូខេឥឡូវខ្ញុំសូមអឺលុបបញ្ចោលសិន code របស់វាអូខេអញ្ចឹងជាលក្ខណៈបែបហ្នឹងណានៅលើនេះមាន CS ដើម្បីចង style AUI អញ្ចឹងឥឡូវខ្ញុំដាក់ div មួយសិនហើយវាមានខ្លះ calculator display ណាអូខេឥឡូវយើងកុំទាន់ខ្វល់លើវាយើងធ្វើការជាមួយ form ឯណាអញ្ចឹងនៅក្នុង form យើងមានអីគេនៅក្នុង form យើងមាន input ណាឥឡូវយើងមាន input មួយសិនមកណា input ហើយថាយវាជា number ណាយើងមានថាយជា number name បន្តខ្ញុំកំណត់ឈ្មោះ num1 ណាអូខេខ្ញុំកំណត់ឈ្មោះ num1 តើយើងបិទហើយយើងមានដាក់ default value វាមក value វាប្រហែលអ្នកទាំងអស់គ្នាដាក់ប្រហែលក៏បានដែរណាអូខេហើយបន្ទាប់មកវាធ្វើប្រហែលទីបូកមែនទេឥឡូវខ្ញុំដាក់បូកអញ្ចឹងសិនហើយយើងមាន input មួយទៀតអានេះnum2 ណាឥឡូវខ្ញុំដាក់លេខ2ចុះអូខេហើយស្មើណាអឺចឹងស្មើនៅកន្លែងនេះយើងដាក់output នេះយើងមាន output យើងមាន name ស្មើ result ណាឥឡូវខ្ញុំយក name ស្មើ result អញ្ចឹងជាទូទៅយ៉ា2 1 + 2 ស្មើ3ហើយណាឥឡូវខ្ញុំដាក់អញ្ចឹងសិនណាតែកាលណាកែតម្លៃក៏វាអត់ទាន់នេះដែរណាអូខេខ្ញុំ save មួយសិនអញ្ចឹងវាជាលក្ខណៈបែបហ្នឹងណាអូខេអានេះខ្លះខ្ញុំខុសហើយនេះ calculate container ណានេះចេះអូខេអញ្ចឹងខ្ញុំទុកសាមញ្ញបែបហ្នឹងណាយើងប្រហែលទី operation ធម្មតាតែនៅពេលនេះឥឡូវវាកែអត់ទាន់បូកទេមែនទេវាអត់ទាន់ប្រែប្រួលមែនទេនៅពេលដែលអ្នកទាំងអស់គ្នាកែក៏វាអត់ទាន់បូកដែរណាអូខេអញ្ចឹងនៅកន្លែងនេះចង់ឲ្យវាធ្វើប្រហែលទីយើងសរសេរនៅកន្លែង form នេះយើងមានអីគេយើងមាន on input ណានេះ on input អញ្ចឹង on input គឺយើងឲ្យធ្វើប្រហែលទីអញ្ចឹងយើងនេះយើងយក result មកណា copy result មកអញ្ចឹងយើងយក result dot value ណាស្មើគេអញ្ចឹងស្មើយើងមានnum1 dot value បូកជាមួយនឹង num2 dot value ណាអូខេឥឡូវខ្ញុំ save អត់ទាន់ត្រូវទេមែនទេទៅជា56ណាវាតតម្លៃអញ្ចឹងកន្លែងនេះគឺដោយសារយើងជា string មែនទេ value នេះជា string ចាក់មកជា string អញ្ចឹងយើងត្រូវ convert អានេះទៅជា int ណាអញ្ចឹងយើងមានអឺ is in ណា is in function ណាអូខេដាក់ num1 ចូលមកហើយកន្លែងនេះ is in num2 ណាជាដាក់វាមកអូខេអញ្ចឹងកាលណាយើង convert
វារួចហើយវាគួរតែដើរណាអញ្ចឹងខ្ញុំអាចនេះចការដូរចេញមកវាប្រែប្រួលណាអញ្ចឹងកន្លែងនេះយើងអាចថែមពាក្យ require មួយទៀតណាកន្លែងtick box មួយយើងមាន require មួយទៀតដើម្បីត្រូវតែមានបញ្ជាក់ថាត្រូវតែមានតម្លៃអាច save ណាអញ្ចឹង input មួយគឺយើងមាន require ណាអូខេយើងមាន require នេះអញ្ចឹងយើងមានជាលក្ខណៈបែបនេះណាអញ្ចឹងon form យើងមាន on input result dot value ណា result មួយនេះ dot value ស្មើ paste in ណា convert អានេះ tick box ទី1ទៅជា value tick box ទី2ទៅជា volume ណានេះចេញពី num1 num2 នេះណាចឹងនេះគ្រាន់តែដើម្បីបង្ហាញអញ្ចឹងអ្នកនរគ្នាចង់ធ្វើបូកដកគុណចែកគឺដូរតែសញ្ញាកន្លែងនេះទេណាអូខេនេះគឺវាប្រែប្រួលតាមនឹង automatic អូខេអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាបានរៀនអ្វីថ្មីពីវីដេអូមួយនេះជួបគ្នានៅ